ចាសស្ដីមកអ្នកគ្នាអានេះភួយសាច់ព្រើតកការលើកមុនខ្ញុំឡាយបើកូនក្មេងហ្នឹងឥឡូវខ្ញុំកំងអាធំមកហើយអាធំហ្នឹងខ្ញុំកំងមកប្រើបានពីរម៉ូតធ្វើភួយក៏បានធ្វើកម្រាលក្រាលលើពុកក៏បានដែរនិយាយទៅអានេះវាធំពេលដែលយើងធ្វើកម្រាលក្រាលលើពុកយើងគ្រាន់តែដាក់គ្រាប់ពីលើពុកទៅហើយយើងញុកគៀនភួយវាចូលទៅគៀនក្រែយើងទៅគឺស្រួលប្រើហ្មងម៉ែអើយយប់មិញដាក់មកយប់សាកមើលដេកទៅឡើងត្រជាក់ស្រួលហ្មងនេះកម្រាលវាតែប៉ុណ្នេះណាប៉ុន្តែសាច់វាគឺប៉ះទៅគឺថាត្រជាក់ស្រួលដេកទៅមានផាសុខភាពស្រួលខ្លួនហ្មងនេះសាច់វានេះហើយខ្ញុំឆ្ងល់តែសាច់វារៀងយឺតចឹងតែវាអត់កោះកញ្ចក់វាអត់តាក់កញ្ចក់ខ្ញុំឆ្ងល់តែអាហ្នឹងគេមិនដឹងហៅសាច់ស្អីទេនេះអានេះគេហៅបើពីគុណភាពវាគេហៅដូចព្រើតកអញ្ចឹងស្ដាប់ទៅឡើងត្រជាក់ឡើងទន់ឡើងស្មូតបើម៉ួយយកទៅប្រើថាបើសិនជាយកទៅហើយអត់ពេញចិត្តធានាដូរសងលុយវិញ 100% អត់មានដូរសងវិញ 99% ទេបើអត់ស្អាតអត់ល្អនេះអានេះភួយនេះធំតែតឹងវា2ម៉ែត្រគុណនឹង2ម៉ែត្រ3នេះអញ្ចឹងបានយើងថាបានខ្ញុំថាបើខ្ញុំវិញខ្ញុំអត់យកទៅធ្វើភួយទេព្រោះអីបើភួយវាល្ងាពេកសម្រាប់ខ្ញុំប៉ុន្តែបើខ្ញុំដាក់កម្រាលធ្វើកម្រាលពូកដាក់ពីលើពូកហើយអ្នកនៅសល់គៀនយើងបើប៉ុណ្នេះហើយយើងញុកចូលក្នុងគៀនក្រែទៅនិយាយទៅស្អាតហើយស្រួលប្រើមែនតើដេកទៅអត់មានស្គៀបអត់មានរមាស់ហើយមានកតិចដីអីតិចតួចយើងគ្រាន់តែវាទៅគឺអាដីហ្នឹងវារត់ចាញ់ហ្មងអត់កាន់ជាប់ដូចនៅសាច់កណាត់គូតុងឯណាអញ្ចឹងបើសិនជាមួយណាត្រូវការភួយសាច់ព្រើតកអានេះនិយាយទៅថាដេកធានាតែជាក់មែននិយាយទៅចង់ឲ្យមួយយកទៅប្រើឲ្យស្គាល់រសជាតិដល់ហ្នឹងវាតែជាក់មែនតើហ្មងណាតែគ្រាន់តែតម្លៃវារៀងថ្លៃបន្តិចប៉ុន្តែប្រើមួយដឹងមួយហ្មងប្រើមួយហើយញៀនហ្មងអានេះហើយតែញៀនទៀតអានេះបើសិនជាមួយណាត្រូវការអានេះប្រើបានពីរប្រភេទធ្វើភួយក៏បានធ្វើកម្រាលពូកក៏បានគ្រាន់តែវាអត់មានស្រោមខាងកាយអត់មានស្រោមខាងអោទេអានេះយើងក្រាលពីលើពូកយើងក្រាលពីលើពូកហើយវាធ្លាក់មកគៀនហ្នឹងអញ្ចឹងហើយនេះវាធ្លាក់គៀនមកអញ្ចឹងខ្ញុំញុកចូលគៀននិយាយទៅខ្ញុំចូលចិត្តប្រើអញ្ចឹងព្រោះអីពេលដែលយើងប្រើអញ្ចឹងទៅពេលដែលយើងបោកយើងទាញតែភួយហ្នឹងយកទៅដាក់បោកចូលក្នុងម៉ាស៊ីនទៅហើយដូរភួយមួយទៀតមកដាក់ក្រាលលើហ្នឹងមកក៏បានដែរហើយប្រើបានសងខាងទៀតយើងប្រើមួយខាងនេះរៀងប្រឡាក់ហើយដល់ពេលយើងដូរប្រើខាងនេះម្ដងទៀតឲ្យវាប្រឡាក់សងខាងហើយបានតែយកទៅបោកអាហ្នឹងវាចំណេញខ្ញុំប្រើអញ្ចឹងមែនខ្ញុំអ្នកលក់ម្នាក់ពុកតែខ្ញុំប្រើម៉ូតអញ្ចឹងណាខ្ញុំប្រាប់ style ខ្ញុំប្រើតែអ្នកលេខគេអត់ដូចចិត្តអត់ដូចគ្នាទេប៉ុន្តែព្រោះពួកអានេះបើសិនជារកកម្រាលពូកមកវារៀងពិបាករហូតតិចសាច់អាល្អហ្នឹងណាអត់តាន់កំងមកទេអញ្ចឹងបើសិនជាមួយណាត្រូវការភួយសាច់ព្រើតកឬក៏កម្រាលក្រាលដេកនៅលើពូកអានេះក្រាលដេកនៅលើពូកក្រាលដេកហ្នឹងអត់បានទេព្រោះវាស្ដើងតែបើក្រាលដេកនៅលើពូកគឺថាត្រជាក់ស្មូតលយមែនតែនហ្មងអញ្ចឹងបើសិនជាមួយណាត្រូវការអាចណែនាំមកបានណាអរគុណច្រើនមួយ